បាទជាបឋមសូមគោរពប្រិយមិត្តដែលចូលចិត្តវិស័យកីឡាប៉ណ្ណឹងទូកនៃកម្ពុជាផងបាទថ្ងៃនេះមកដឹងម្ចាស់ជ័យលាភីលើកពានប្រចាំវត្តស្វាយអណ្ដែតទាំងអស់គ្នានៅថ្ងៃប្រជុំបិណ្ឌដែលបិទបញ្ចប់រយៈពេល2ថ្ងៃនេះជំងឺដែលមានឈ្មោះថានិកខ្មៅដែលជះបារមីលោកតាតួសំពៅបាទទូកនេះមកពីក្រុងអារិយស័ព្ទបាទតាចាស់លាក់មុខបាទបងប្អូននេះកាត់កោកាត់ភ្លៀងមើលហ្វេននិកខ្មៅហើយបាទហេតុតែការស្រឡាញ់ទូកគ្រប់គ្រងជំនាញរលប់ប្រពៃណីខ្មែររបស់យើងបាទកម្មវិធីនេះប្រពៃឡើងនៅវត្តស្វាយអណ្ដែតបាទនៅក្រុងអារិយស័ព្ទបាទនេះជាសកម្មភាពកាត់កោកាត់ភ្លៀងរន្ទះនេះបងប្អូនទស្សនាច្រើនមែនទែនហេតុតែបងប្អូនស្រឡាញ់ការប្រណាំងទូកទំនៀមទម្លាប់ប្រពៃណីខ្មែរទោះក៏រន្ទះភ្លៀងយ៉ាងណាក៏ដោយអ្នកទស្សនាអ្នកគ្រប់គ្រងនៅតែគ្រប់គ្រងបាទសប្បាយចិត្តមែនទែនបាទគ្រាន់តែអេដមីនឆាក់ដៅទៅដល់ភ្លាមនោះមានអារម្មណ៍រំភើបសប្បាយចិត្តរីករាយបាទកម្មវិធីនេះរូបឡើងនៅវត្តស្វាយអណ្ដែតនេះមនុស្សច្រើនមែនទែនបងប្អូនទស្សនិកជនបាទកម្មវិធីនេះជាការអធិការអាជ្ញាធរគាត់តែងតែប្រពៃឡើងជួយជារៀងរាល់ឆ្នាំបាទនៅក្នុងវត្តស្វាយអណ្ដែតនេះវែនគ្រប់គ្រងអ្នកខ្មៅច្រើនមែនទែនបាទនឹងទុកជាច្រើនទៀតបាទតែអេដមីនមិនខកទុកនេះគឺមែនទែនចាយទៅទៅនេះទឹកតែឃើញអ្នកខ្មៅបាទតែខ្ញុំត្រង់មានមេកាមេរ៉ានេះបាទទៀមគាត់បាទជាទេសភាពនៃក្តីទឹកនេះអេដមីនថតតែមួយជំហៀងទេបាទគឺថាកាមេរ៉ាចាប់ទៅខាងបរិវេណខាងគោកនោះអត់ដល់បាទនេះទេសភាពពិតជាស្អាតមែនទែនជំវិញវត្តស្វាយអណ្ដែតបាទអ្នកគ្រប់គ្រងសប្បាយចិត្តរីករាយមែនទែនបងប្អូនទៅលេងដឹងតែសប្បាយបងប្អូនមកម្ដងហើយចង់មកម្ដងទៀតបាទនេះមេគាត់អស់កម្លាំងទេសនាទុកគាត់មករកអីញ៉ាំបន្តិចទៅបាទនេះជាសកម្មភាពបងប្អូនជាបរិវត្តអាជីវករកំពុងតែលក់ដូរនៅបរិវេណវត្តស្វាយអណ្ដែតនេះជឿទៅក៏ស្អាតដែរតែស្អាតតែញ៉ាំមួយទៅណានេះមើលគាត់ទួនាំថាបងទៅកាយខ្លះយ៉ាពីនេះមកដូចចោលសមុទ្រហ្នឹងបងប្អូនទិញឲ្យលុយគេទេបាទតំណងមកទេបងប្អូននេះបានតែមួយកំប៉ុងចង្រិតនេះជាជាមួយប្រហិតកំពុងតែជៀនក្តៅហ្នឹងដឹងតែជាតិហ្មងបាទតាមរយៈវីដេអូនេះជូនពរឲ្យបងប្អូននៅវត្តស្វាយអណ្ដែតដែលបងប្អូនដែលមកទស្សនាការប្រណាំងទូកឲ្យមានសុខភាពល្អឲ្យរកស៊ីមានបានទទួលទានគ្រប់ក្រុមគ្រួសារបាទជួបខ្ញុំក្នុងវីដេអូក្រោយ